បាទសូមបួងសួងរំលឹកដល់គុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃនិងគុណគ្រូនិងបារមីទាំងអស់ដែលបានផ្ដល់នូវការដឹងមុននៃជោគជតារិស័យរបស់ឆ្នាំទាំង12ដើម្បីយកមកធ្វើការបកស្រាយទៅកាន់ពុកម៉ែបងប្អូនដើម្បីសន្តាប់ដូចតទៅមុននឹងធ្វើការបកស្រាយលើជោគជតារិស័យរបស់ឆ្នាំទាំង12ខ្ញុំសូមបួងសួងនៅរាល់វត្ថុស័ក្តិសិទ្ធិសូមជួយឲ្យពុកម៉ែបងប្អូនដែលបានចូលមកកាន់เพจរបស់លោកគ្រូសូមឲ្យសុខចម្រើនរោគទទួលទានមានបានសុខភាពល្អហេងទាំងអស់គ្នាបន្ទាប់ពីធ្វើការរំលឹកគុណនិងឲ្យពរជ័យដល់ឆ្នាំទាំង12ពេលនេះខ្ញុំសូមចាប់ផ្ដើមទស្សទាយជោគជតារិស័យសម្រាប់ឆ្នាំទាំង12សម្រាប់ថ្ងៃសៅរ៍6រោចខែចេសឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី6ខែមិថុនាឆ្នាំ2026ចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំជូតរាសីរបស់អស់លោកអ្នកល្អជាមធ្យមចំពោះការរស់នៅប្រចាំថ្ងៃលោកអ្នកហាក់មានគំនិតនិងជំនាញខាងវិជ្ជាជីវៈកើនឡើងលោកអ្នកអាចបង្កើតគម្រោងថ្មីឬជជែកពិភាក្សាបានដោយជោគជ័យនៅក្នុងថ្ងៃនេះចំពោះបញ្ហាស្នេហាសម្រាប់លោកអ្នកដែលមានដៃគូហាក់មិនមានអ្វីគួរឲ្យកត់សម្គាល់ទេនៅក្នុងថ្ងៃនេះទោះជាមានការតាក់ពាក្យសម្ដីបន្តិចបន្តួចក្តីតែក៏ស្នេហាអស់លោកអ្នកមានភាពស្មោះត្រង់នឹងគ្នាចំពោះការងាររបស់អស់លោកអ្នកប្រកបដោយប្រក្រតីតែលោកអ្នកអាចនឹងមានការងារច្រើនជាងសពមួយដងដូច្នេះវាសំខាន់ណាស់ដែលលោកអ្នកត្រូវចេះបែងចែកការងារឲ្យល្អប្រសើរក្នុងពេលស្របគ្នានេះដែរការងារខាងក្រៅហាក់មានភាពរគូរកើច្រើនដែលធ្វើសកម្មភាពការងាររបស់អ្នករងឥទ្ធិពលច្រើនផងដែរដូច្នេះសូមពិនិត្យលើការងាររបស់លោកអ្នកឲ្យបានល្អិតល្អន់មុននឹងចេញជាលទ្ធផលសម្រេចចំពោះការធ្វើដំណើរលោកអ្នកមិនគួរធ្វើដំណើរកម្សាន្តទៅកាន់ទីឆ្ងាយទេជាពិសេសកន្លែងដែលមានទឹកជ្រៅឬនៅព្រៃជ្រៅសម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺលេខ6លេខ7និងលេខ9និងលេខគូមានដូចជាលេខ67និងលេខ79ពណ៌ដែលនាំសំណាងគឺពណ៌លឿងពណ៌ផ្ទៃមេឃនិងពណ៌ត្នោតទិសដែលនាំសំណាងគឺទិសខាងត្បូងទិសខាងជើងនិងទិសឦសានសូមខមមិនលេខ881ជាលេខសំណាងនិងនាំលាភជូនលោកអ្នកចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំឆ្លូវរាសីថ្ងៃនេះឡើងខ្ពស់ត្រដែតថ្ងៃនេះលោកអ្នកមានការណាត់ជួបជុំពីសំណាក់មិត្តភ័ក្តិឬអ្នកស្គាល់គ្នាដែលខានជួបគ្នាយូរដើម្បីពិភាក្សាគ្នាពីការនឹករលឹកឬអាចនឹងមានការបង្ហាញផ្លូវលើរឿងល្អៗសម្រាប់អ្នកបាននិយាយពីបញ្ហាលុយកាក់សម្រាប់អស់លោកអ្នកនៅក្នុងថ្ងៃនេះគឺមានភាពល្អប្រសើរច្រើនតែមិនគួរផ្ដល់លុយកាក់ទៅអ្នកដទៃដើម្បីខ្ចីឬជួយគេនោះទេចំពោះរឿងការងារសម្រាប់អស់លោកអ្នកដែលមានការងារជាប្រចាំការងាររបស់អស់លោកអ្នកនៅក្នុងថ្ងៃនេះគឺមានភាពល្អប្រសើរច្រើនតែមានភាពមមាញឹកបន្តិចដោយសារតែមិត្តរួមការងាររបស់អ្នកអាចនឹងមានធុរៈដែលធ្វើឲ្យលោកអ្នកត្រូវបំពេញការងារជំនួសគេច្រើនតែអ្វីដែលអ្នកធ្វើនឹងហុចផ្លែផ្កានៅថ្ងៃក្រោយមកវិញសម្រាប់លោកអ្នកដែលប្រកបរបររកស៊ីថ្ងៃនេះមានការគាំទ្រច្រើនពីភ្ញៀវនិងអាចមានគេនាំលៀបយកមកឲ្យដល់កន្លែងផងដែរចំពោះស្ថានភាពស្នេហាសម្រាប់អ្នកមានគូនិងអ្នកនៅលីវលោកអ្នកហាក់មានការយកចិត្តទុកដាក់ចំពោះគ្នាច្រើនជាងសពមួយដងការធ្វើដំណើរទីជិតទីឆ្ងាយសប្បាយរីករាយមិនគួរទៅតំបន់សមុទ្រទេសម្រាប់ថ្ងៃនេះលេខសំណាងរបស់អស់លោកអ្នកគឺមានលេខ4លេខ2និងលេខ1និងលេខគូមានដូចជាលេខ12និងលេខ73ពណ៌ដែលនាំសំណាងគឺពណ៌ខ្មៅពណ៌ស្វាយនិងពណ៌ក្រហមទិសដែលនាំសំណាងគឺទិសខាងកើតទិសខាងត្បូងនិងទិសនិរតីចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំខាលរាសីថ្ងៃនេះល្អជាមធ្យមលោកអ្នកអាចមានអារម្មណ៍ហត់នឿយធុញថប់អស់កម្លាំងបាក់ទឹកចិត្តតែដោយសារតែលោកអ្នកមានអំណាចបុណ្យតាមជួយដូច្នេះលោកអ្នកនៅតែអាចពុះពៀទៅមុខបានថ្ងៃនេះយកល្អលោកអ្នកអាចទៅធ្វើបុណ្យដាក់ទានខ្លះដើម្បីឲ្យអំណាចបុណ្យលោកអ្នកមានពន្លឺបំភ្លឺលោកអ្នកដើរទៅចំផ្លូវល្អជាងសពមួយដងចំពោះរឿងការងារសម្រាប់អស់លោកអ្នកដែលមានការងារជាប្រចាំការងាររបស់អស់លោកអ្នកហាក់មានភាពមិនសូវរលូនទេលោកអ្នកត្រូវព្យាយាមធ្វើការឲ្យស្វាហាប់
នឹងច្បាស់លាស់នោះទើបល្អប្រសើរលោកអ្នកនឹងអាចមានការឡើងប្រាក់ខែឬប្រាក់ឧបត្ថម្ភផ្សេងៗផងដែរសម្រាប់អ្នកប្រកបរបររកស៊ីថ្ងៃនេះត្រូវឡើងពីព្រលឹមដោយភាពស្វាហាប់លោកអ្នកអាចមានលាភលើការរកស៊ីឬមានដំណឹងល្អលើការលក់ដូរដែលមានការចំណេញបើមានអ្នកពាក់លុយអាចត្រូវបានគេយកមកសងវិញចំពោះស្ថានភាពស្នេហាសម្រាប់អ្នកមានគូនិងអ្នកនៅលីវលោកអ្នកមានភាពផ្អែមល្ហែមនិងយកចិត្តគ្នាជាងសពមួយដងការធ្វើដំណើរទីជិតទីឆ្ងាយមានលាភមានជ័យសិរីសួស្តីទាំងទៅនិងមកសម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺលេខ9លេខ7និងលេខ8និងលេខគូមានដូចជាលេខ32និងលេខ96ពណ៌ដែលនាំសំណាងគឺពណ៌ខៀវពណ៌សនិងពណ៌បៃតងហើយទិសដែលនាំសំណាងនោះគឺទិសខាងត្បូងទិសខាងកើតនិងទិសឧត្តរចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំថោះរាសីថ្ងៃនេះឡើងខ្ពស់ត្រដែតលោកអ្នកមានភាពជឿជាក់លើខ្លួនឯងនិងមានគេតាមជួយជ្រោមជ្រែងមិនថានៅទីកន្លែងណាទេលោកអ្នកមានអារម្មណ៍ស្រស់ស្រាយធ្វើអ្វីក៏បានសម្រេចដូចក្តីបំណងប្រាថ្នាបាននិយាយពីបញ្ហាលុយកាក់សម្រាប់អស់លោកអ្នកនៅក្នុងថ្ងៃនេះគឺមានភាពល្អប្រសើរតែគួរចាយវាយឲ្យបានត្រឹមត្រូវជៀសវាងការចំណាយលើរឿងដែលមិនគួរចំណាយចំពោះរឿងការងារសម្រាប់អស់លោកអ្នកដែលមានការងារជាប្រចាំការងាររបស់អស់លោកអ្នកមានភាពល្អប្រសើរទៅមុខទោះថ្ងៃនេះលោកអ្នកមិនបានខំប្រឹងប្រែងក៏ដោយតែហាក់មានការសរសើរពីចៅហ្វាយនាយលើរឿងដែលលោកអ្នកបានធ្វើកន្លងមកតែបើថ្ងៃនេះលោកអ្នកខិតខំធ្វើឲ្យបានល្អថែមទៀតលោកអ្នកនឹងអាចទទួលបានរង្វាន់ជាការលើកទឹកចិត្តអាចបានឡើងឋានៈឬឡើងប្រាក់ខែផងដែរចំពោះស្ថានភាពគ្រួសារលោកអ្នកមានការយល់ចិត្តគ្នាច្រើនដោយសារតែថ្ងៃនេះទឹកមុខអ្នកស្រស់ស្រាយបានធ្វើឲ្យដៃគូមានភាពកក់ក្ដៅជាមួយអ្នកសម្រាប់ការធ្វើដំណើរទីជិតទីឆ្ងាយមានភាពសប្បាយរីករាយទាំងទៅនិងមកសម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺមានលេខ6លេខ2និងលេខ8និងលេខគូមានដូចជាលេខ66និងលេខ99ពណ៌ដែលនាំសំណាងគឺពណ៌ក្រហមពណ៌បៃតងនិងពណ៌ស្វាយទិសដែលនាំសំណាងគឺទិសខាងកើតទិសខាងត្បូងនិងទិសអាគ្នេយ៍ចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំរោងរាសីថ្ងៃនេះមិនសូវល្អទេលោកអ្នកហាក់ធ្វើអ្វីៗតែមានការរាំងស្ទះបង្អាក់ដំណើរត្រូវចេះប្រុងប្រយ័ត្នជាពិសេសជិះឲ្យឆ្ងាយពីមនុស្សមានរឿងកុំចេះដោះស្រាយរឿងគេព្រោះលោកអ្នកអាចនឹងក្លាយជាជនរងគ្រោះដោយសារតែការជួយដោះស្រាយរឿងអ្នកដទៃចំពោះរឿងការងារសម្រាប់អស់លោកអ្នកដែលមានការងារជាប្រចាំការងាររបស់អស់លោកអ្នកថ្ងៃនេះមានសភាពមិនសូវជាល្អទេលោកអ្នកត្រូវធ្វើការដោយប្រុងប្រយ័ត្នលើការភ្លៀងភ្លាត់របស់អ្នកថ្ងៃនេះមិនថាអ្នកធ្វើបានល្អប៉ុណ្ណាទេក៏នៅតែមានគេនិយាយមិនល្អពីអ្នកឬតាមចាប់កំហុសអ្នកតែអ្នកត្រូវធ្វើដូចគ្មានរឿងអ្វីកើតឡើងទើបអាចគេចផុតពីរឿងតូចខ្លាចជារឿងធំសម្រាប់អ្នកប្រកបរបររកស៊ីថ្ងៃនេះលក់ដូរបានតិតក់ដូចសពមួយដងលោកអ្នកត្រូវខំប្រឹងញញឹមធ្វើខ្លួនឲ្យស្រស់ស្រាយស្អាតបាតទើបអាចជួយជ្រងរាសីលោកអ្នកឲ្យបានល្អប្រសើរគ្រោះខ្លាចជាលៀបចំពោះស្ថានភាពស្នេហាសម្រាប់អ្នកមានគូនិងអ្នកនៅលីវលោកអ្នកមានសភាពពាក់មុខយៈដាក់គ្នាដូច្នេះបើអាចបានត្រូវអត់ធ្មត់ធ្វើចាញ់ខ្លះដើម្បីរក្សាទំនាក់ទំនងព្រោះរាសីថ្ងៃនេះអាចទាញលោកអ្នកឲ្យមានចំនួននឹងដៃគូការធ្វើដំណើរទីជិតទីឆ្ងាយមិនសូវល្អទេបើអាចបាននៅផ្ទះល្អជាងបើគ្មានការសំខាន់ត្រូវទៅទេតែបើមានត្រូវចេញសូមធ្វើការបួងសួងដល់ជំនាញផ្ទះឬវត្ថុស័ក្តិសិទ្ធិដើម្បីតាមជួយថែរក្សានិងភាពជោគជ័យលើការបំពេញការងាររបស់អ្នកសម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺលេខ9លេខ6និងលេខ1និងលេខគូមានដូចជាលេខ16និងលេខ99ពណ៌ដែលនាំសំណាងគឺពណ៌ប្រផេះពណ៌ខ្មៅនិងពណ៌ល្មៀតទិសនាំសំណាងគឺទិសខាងជើងទិសខាងកើតនិងទិសបស្ចិម
ចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំម្សាញ់រាសីថ្ងៃនេះល្អបង្គួរលោកអ្នកអាចជួបរឿងហេងរឿងលៀបដោយមិនដឹងខ្លួនរាល់កិច្ចការអ្វីៗហាក់មានភាពល្អប្រសើរច្រើនដោយសារតែស្នាដៃនិងរាសីរបស់អ្នកឡើងលោកអ្នកគួរតែតាំងចិត្តឲ្យបានស្ងប់ស្ងាត់និងថឹងផ្ដោតលើការងារនោះលោកអ្នកនឹងទទួលបាននៅរឿងល្អៗចូលមកលោកអ្នកគួរសាងចិត្តល្អចិត្តបុណ្យទៅកាន់អ្នករាល់គ្នាជុំវិញខ្លួនដើម្បីឲ្យដួងរាសីកាន់តែមានពន្លឺហើយជៀសវាងការនិយាយមិនល្អពីអ្នកដទៃព្រោះអ្នកស្ដាប់អ្នកអាចជាសត្រូវរបស់អ្នកយកល្អអ្នកគួររៀននិយាយល្អពីអ្នកដទៃឲ្យបានច្រើននិងបង្ហាញអំពើល្អអ្នកទៅកាន់អ្នកដែលអ្នកនិយាយជាមួយទើបអាចឲ្យលោកអ្នកឡើងហុងស៊ុយមានគេតាមថែរក្សាចំពោះរឿងការងារសម្រាប់អស់លោកអ្នកដែលមានការងារជាប្រចាំការងាររបស់អស់លោកអ្នកហាក់មានភាពរលូនទៅមុខមានការកោតសរសើរពីចៅហ្វាយនាយតែលោកអ្នកគួរតែខិតខំបំពេញការងារឲ្យបានពេញដៃជាងសពមួយដងព្រោះលោកអ្នកអាចមានផ្កាយសំណាងជួយក្នុងថ្ងៃនេះដើម្បីតារាសាស្ត្របានទៅដល់គោលដៅទទួលបានការកោតសរសើរពីថ្នាក់លើផងដែរលោកអ្នកអាចនឹងមានការឡើងប្រាក់ខែឬប្រាក់ឧបត្ថម្ភផ្សេងៗនៅខែក្រោយៗនេះសម្រាប់អ្នកលក់ដូរឬធ្វើជំនួញគឺមានឱកាសថ្មីច្រើនដោយមុនស្នេហ៍លើមុខនិងសម្ដីដ៏មានភាពជឿជាក់អាចធ្វើឲ្យដៃគូសហការឬភ្ញៀវមានជំនឿចិត្តមកលើអ្នកដែលធ្វើឲ្យមុខរបររបស់លោកអ្នកលូតលាស់ទៅមុខយ៉ាងល្អប្រសើរចំពោះស្ថានភាពគ្រួសារលោកអ្នកមានសភាពធម្មតាដូចរាល់ដងលោកអ្នកមិនមានការទាស់ទែងអ្វីទេជាមួយដៃគូរបស់លោកអ្នកការធ្វើដំណើរទីជិតទីឆ្ងាយជាមួយក្រុមគ្រួសារគឺប្រកបដោយសុខសុវត្ថិភាពនិងមានភាពរីករាយក្រៃលែងចំពោះបញ្ហាសុខភាពលោកអ្នកគួរតែប្រុងប្រយ័ត្នជំងឺក្រពះនិងផ្លូវអារម្មណ៍ហាមួម៉ៅក្តៅក្រហាយវាអាចបង្កជាជំងឺឈឺធ្ងន់សូមព្យាយាមសម្រាកនិងរកកន្លែងមានខ្យល់អាកាសដែលត្រជាក់ដើម្បីសម្រាកបន្ធូរអារម្មណ៍សូមជៀសវាងការសេពគ្រឿងស្រវឹងច្រើនពេកបើមានជំងឺសូមកុំភ្លេចទៅពិនិត្យសុខភាពតាមកាលកំណត់សម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺលេខ5លេខ3និងលេខ8និងលេខគូមានដូចជាលេខ66និងលេខ33ពណ៌ដែលនាំសំណាងគឺពណ៌ខៀវពណ៌ក្រហមនិងពណ៌បៃតងទិសដែលនាំសំណាងគឺទិសខាងត្បូងទិសខាងលិចនិងទិសបូព៌ាចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំមមីរាសីថ្ងៃនេះល្អជាមធ្យមលោកអ្នកអាចជួបរឿងសំបំណងខ្លះនិងមិនសំបំណងខ្លះអាស្រ័យលើទឹកមុខរបស់អ្នករាល់កិច្ចការអ្វីហាក់ទាមទារឲ្យលោកអ្នកខិតខំយ៉ាងខ្លាំងតែក៏ទទួលបានផ្លែផ្កាខ្លះដែរលោកអ្នកគួរតែមានចិត្តអត់ធ្មត់លើការងារទោះការងារនោះមិនទាន់បានផលក៏ដោយនិងបើកចិត្តឲ្យទូលាយជាពិសេសកុំស្ដាប់សម្ដីដែលគេនិយាយឌឺដងមកកាន់យើងព្រោះនិស្ស័យរបស់យើងតែងតែជួបរឿងបែបហ្នឹងបើយើងយកចិត្តទុកដាក់នឹងរឿងតូចអាចទៅជារឿងធំក៏ថាបានអ្នកគួរតែស្ដាប់គេនិយាយឲ្យបានច្រើនជាងការនិយាយរបស់អ្នកព្រោះអ្នកជាមនុស្សដែលនិយាយច្រើនហើយការនិយាយនោះច្រើនតែនាំរឿងមិនល្អមកកាន់លោកអ្នកយល់ល្អអ្នកគួររៀនយកសម្ដីអ្នកដទៃដែលនិយាយទៅស្ដាប់ទៅពីរោះទើបអាចឲ្យលោកអ្នកឡើងហុងស៊ុយមកវិញចំពោះរឿងការងាររបស់អស់លោកអ្នកដែលមានការងារជាប្រចាំការងាររបស់អស់លោកអ្នកហាក់មានភាពរលូនទៅមុខជាធម្មតាទេតែលោកអ្នកគួរតែពិនិត្យលើការងាររបស់លោកអ្នកម្ដងហើយម្ដងទៀតព្រោះលោកអ្នកអាចនឹងមានចំណុចខ្វះខាតត្រង់ចំណុចណាមួយដែលអាចឲ្យលោកអ្នកមានការស្ដីបន្ទោសពីថ្នាក់លើឬពីមេរបស់លោកអ្នកតែបើលោកអ្នកព្យាយាមមើលបានច្រើនសារយកចិត្តទុកដាក់អ្នកនឹងទទួលបានការកោតសរសើរពីថ្នាក់លើជាមិនខានលោកអ្នកអាចមានការឡើងប្រាក់ខែឬប្រាក់ឧបត្ថម្ភផ្សេងៗនៅខែក្រោយៗនេះសម្រាប់អ្នកលក់ដូរឬធ្វើជំនួញគឺមានឱកាសថ្មីច្រើនដោយមុនស្នេហ៍លើមុខនិងកាយវិការរបស់អ្នកតែគួរប្រយ័ត្នលើសម្ដីរបស់អ្នកបើនិយាយបានល្អអាចធ្វើឲ្យដៃគូសហការមានជំនឿចិត្តរកស៊ីជាមួយអ្នកប្រកបដោយទំនុកចិត្តនិងលូតលាស់ទៅមុខយ៉ាងល្អចំពោះស្ថានភាពគ្រួសារលោកអ្នកមានសភាពផ្អែមល្ហែមខ្លាំងណាស់ថ្ងៃនេះ
លោកអ្នកមិនមានការទាស់ទែងអ្វីទេជាមួយដៃគូរបស់អ្នកការធ្វើដំណើរទីជិតទីឆ្ងាយជាមួយក្រុមគ្រួសារគឺប្រកបដោយសុខសុវត្ថិភាពនិងមានភាពរីករាយក្រៃលែងចំពោះបញ្ហាសុខភាពលោកអ្នកគួរតែប្រុងប្រយ័ត្នជំងឺក្រពះនិងផ្លូវអារម្មណ៍ហាមមួម៉ៅក្តៅក្រហាយវាអាចបង្កជាជំងឺធ្ងន់សូមព្យាយាមសម្រាកនិងរកកន្លែងមានខ្យល់អាកាសដែលត្រជាក់ដើម្បីសម្រាកយ៉ាងហោចណាស់2ទៅ3ម៉ោងដើម្បីបន្ធូរអារម្មណ៍សូមជៀសវាងការសេពគ្រឿងស្រវឹងច្រើនពេកបើមានជំងឺសូមកុំភ្លេចទៅពិនិត្យសុខភាពតាមការកំណត់សម្រាប់ថ្ងៃនេះលេខសំណាងរបស់អ្នកគឺលេខ6លេខ1និងលេខ2និងលេខគូមានដូចជាលេខ22និងលេខ56ពណ៌ដែលនាំសំណាងគឺពណ៌សពណ៌លឿងនិងពណ៌ទឹកក្រូចទិសដែលនាំសំណាងគឺទិសខាងលិចទិសខាងត្បូងនិងទិសអាគ្នេយ៍ចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំមមែរាសីថ្ងៃនេះល្អបង្គួរថ្ងៃនេះលោកអ្នកអាចនឹងជួបមនុស្សមកពីចម្ងាយនាំរឿងល្អមកប្រាប់ហើយលោកអ្នកហាក់មានបំណងចង់ផ្លាស់ប្ដូរកន្លែងការងារក៏អាចពឹងពាក់គេបានដែរបើនិយាយពីបញ្ហាលុយកាក់សម្រាប់លោកអ្នកក្នុងថ្ងៃនេះមានភាពល្អប្រសើរច្រើននិងចំណូលអាចបានមកពីការសងប្រាក់ពីអ្នកដទៃចំពោះរឿងការងារសម្រាប់អស់លោកអ្នកដែលមានការងារជាប្រចាំលោកអ្នកនឹងត្រូវបានគេជួយជ្រោមជ្រែងស្រឡាញ់រាប់អានច្រើនបើមានបំណងផ្លាស់ប្ដូរការងារឃើញថានឹងទទួលបានជោគជ័យព្រោះជើងលេខរបស់អ្នកល្អប្រសើរខ្លាំងលើការផ្លាស់ប្ដូរនេះសម្រាប់អ្នកប្រកបរបររកស៊ីថ្ងៃនេះការលក់ដូរមានការលក់ចេញទិញចូលដោយសពដងចំពោះស្ថានភាពស្នេហាសម្រាប់អ្នកមានគូនិងអ្នកនៅលាវលោកអ្នកមានការយោគយល់គ្នាច្រើនហើយអាចមានកាដូពីដៃគូផងដែរការធ្វើដំណើរទីជិតទីឆ្ងាយមានអ្វីជាបញ្ហាទេសម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺលេខ3លេខ6និងលេខ2និងលេខគូមានដូចជាលេខ18និងលេខ82ពណ៌ដែលនាំសំណាងគឺពណ៌សពណ៌ប្រផេះនិងពណ៌ខៀវទិសដែលនាំសំណាងគឺទិសខាងកើតទិសខាងត្បូងនិងទិសបស្ចិមសូមខមមិនលេខ344ដែលជាលេខមង្គលនាំលាភនាំប្រាក់ចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំវករាសីថ្ងៃនេះល្អបង្គួរលោកអ្នកហាក់មានទេវតាតាមថែរក្សាការពារថ្ងៃនេះលោកអ្នកមានកម្លាំងធម៌ពលពិសេសដែលអាចឲ្យលោកអ្នកគិតត្រូវធ្វើត្រូវរាល់សពកិច្ចការទាំងពួងមិនថាតូចមិនថាធំដូច្នេះលោកអ្នកត្រូវចេះរំលឹកគុណដល់អ្នកមានគុណដើម្បីឲ្យដួងរាសីអ្នកកាន់តែមានពន្លឺបានពេញមួយថ្ងៃចំពោះរឿងការងារសម្រាប់អស់លោកអ្នកដែលមានការងារជាប្រចាំការងាររបស់អស់លោកអ្នកហាក់មានភាពរលូនទៅមុខដោយសារតែមានភាពវៃឆ្លាតលើការងាររបស់អ្នកក្នុងថ្ងៃនេះលោកអ្នកអាចមានដំណឹងល្អដែលអ្នកទន្ទឹងរង់ចាំយូរមកហើយសម្រាប់អ្នកប្រកបរបររកស៊ីថ្ងៃនេះការលក់ដូរមានការលក់ចេញទិញចូលដូចសពមួយដងហើយបើដាក់លក់អចលនទ្រព្យអាចមានគេចាប់អារម្មណ៍ច្រើននៅក្នុងថ្ងៃនេះចំពោះស្ថានភាពស្នេហាសម្រាប់មានគូនិងអ្នកនៅលាវលោកអ្នកមានភាពចង់ឈ្នះគ្នាច្រើនដូចនេះគូអត់ធ្មត់ខ្លះទៅមិនមានរឿងការធ្វើដំណើរទីជិតទីឆ្ងាយគឺមានភាពសប្បាយរីករាយទាំងទៅនិងមកសម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺលេខ3លេខ8និងលេខ1និងលេខគូមានដូចជាលេខ12និងលេខ67ពណ៌ដែលនាំសំណាងគឺពណ៌សពណ៌ក្រហមនិងពណ៌ខៀវទិសដែលនាំសំណាងគឺទិសខាងជើងទិសខាងលិចនិងទិសបូចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំរការាសីថ្ងៃនេះមិនសូវល្អទេលោកអ្នកមានអារម្មណ៍មិនសូវស្រឡះក្នុងខ្លួនដោយសារតែបញ្ហាគិតច្រើនដោយសាររាសីថ្ងៃនេះមិនសូវល្អសូមកាត់បន្ថយការគិតរឿងដែលកន្លងដែលមិនទាន់ចេញដោះមិនទាន់ចេញត្រូវប្រើសកម្មភាពធ្វើរឿងថ្មីឲ្យល្អលុះដល់ថ្ងៃដែលរាសីល្អបន្តិចសឹមយើងគិតទៅអាចរកផ្លូវបានហើយនេះគេហៅថាគិតឲ្យចំពេលចំពោះរឿងការងារសម្រាប់អស់លោកអ្នកដែលមានការងារជាប្រចាំការងាររបស់អស់លោកអ្នកនៅក្នុងថ្ងៃនេះមានការផ្លាំងផ្លាត់ច្រើនដោយសារតែខ្វះការប្រុងប្រយ័ត្ននិងលោកអ្នកហាក់ធ្វើការមិនបានពេញដៃដោយសារតែគិតច្រើនលើរឿងក្រៅពីការងារ
សម្រាប់អ្នកប្រកបរបររកស៊ីថ្ងៃនេះការលក់ដូរមានសភាពធម្មតាពុំមានការប៉ះពាល់អ្វីឡើយហើយមួយរយៈនេះលោកអ្នកគួរខិតខំរកអ្វីថ្មីដើម្បីបន្ថែមលើមុខរបរបន្តិចទៀតអាចនឹងមានការចាប់អារម្មណ៍ពីភ្ញៀវផងដែរចំពោះស្ថានភាពស្នេហាសម្រាប់អ្នកនានគូនិងអ្នកនៅលាវលោកអ្នកមានភាពផ្អែមល្ហែមដូចធម្មតាទេការធ្វើដំណើរទីជិតឆ្ងាយមានភាពសុខដុមរមនានិងមានអ្នកមានបុណ្យតាមថែរក្សាសម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺលេខ2លេខ7លេខ9និងលេខគូមានដូចជាលេខ33និងលេខ56ពណ៌ដែលនាំសំណាងគឺពណ៌បៃតងពណ៌ខ្មៅនិងពណ៌លឿងទុំទិសដែលនាំសំណាងគឺទិសខាងត្បូងទិសខាងលិចនិងទិសពាយកចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំចរាសីថ្ងៃនេះឡើងខ្ពស់ត្រដែតលោកអ្នកគ្រាន់តែក្រោកឡើងភ្លាមហាក់មានអារម្មណ៍សប្បាយចិត្តនិងមានសេរីសួស្តីធ្វើអ្វីក៏បានសម្រេចមិនថាកិច្ចការតូចធំគឺសម្រេចបានទាំងអស់ដោយសារអ្នកមានសមត្ថភាពរួមផ្សំនឹងរាសីឡើងនៅក្នុងថ្ងៃនេះបើនិយាយពីបញ្ហាលុយកាក់សម្រាប់អស់លោកអ្នកនៅក្នុងថ្ងៃនេះគឺមិនមានអ្វីគួរឲ្យកត់សម្គាល់ទេតែគួរចាយវាយឲ្យបានត្រឹមត្រូវចំពោះរឿងការងារសម្រាប់អស់លោកអ្នកដែលមានការងារជាប្រចាំការងាររបស់អស់លោកអ្នកមានភាពល្អប្រសើរដោយសារតែការខិតខំរបស់អស់លោកអ្នកកន្លងមកថ្ងៃនេះដែរអាចជាថ្ងៃដែលលោកអ្នកត្រូវបានទទួលការតបស្នងនៅអំណោយពីមេឬចៅហ្វាយនាយសម្រាប់លោកអ្នកដែលប្រកបរបររកស៊ីថ្ងៃនេះការលក់ដូរមានសភាពល្អប្រសើរជាងសពមួយដងសារតែលោកអ្នកមានភាពច្នៃប្រឌិតនិងភាពតាក់ទាញរបស់អស់លោកអ្នកចំពោះស្ថានភាពស្នេហាសម្រាប់អ្នកមានគូនិងអ្នកនៅលាវលោកអ្នកអាចមានជនទី3មកធ្វើឲ្យលោកអ្នកមានការយល់ច្រឡំគ្នាដូច្នេះគួរចេះពិចារណាឲ្យបានហ្មត់ចត់មុននឹងកាត់សេចក្តីការធ្វើដំណើរទីជិតទីឆ្ងាយអាចនិយាយបានថាទៅចិត្តប្រសើរជាងឆ្ងាយព្រោះអាចធ្វើឲ្យលោកអ្នកអស់កម្លាំងសម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺលេខ4លេខ3និងលេខ6និងលេខគូមានដូចជាលេខ99និងលេខ12ពណ៌ដែលនាំសំណាងគឺពណ៌ក្រហមពណ៌បៃតងនិងពណ៌ត្រួយចេកទិសដែលនាំសំណាងគឺទិសខាងលិចទិសខាងជើងនិងទិសទក្សិណចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំកុររាសីថ្ងៃនេះមិនសូវល្អទេលោកអ្នកអាចជួបរឿងសៅហ្មងក្នុងចិត្តរៀងរាល់កិច្ចការអ្វីហាក់មិនសមប្រកបចិត្តរបស់អស់លោកអ្នកទេលោកអ្នកគួរតែមានចិត្តអំណត់និងបើកចិត្តឲ្យទូលាយពីព្រោះការនិយាយស្ដីរបស់លោកអ្នកសម្រាប់ថ្ងៃនេះអាចបង្កជារឿងរ៉ាវពីគ្មានរឿងអាចទៅជាមានរឿងហើយរឿងតូចអាចទៅជារឿងធំក៏ថាបានអ្នកមិនគួរតបតអ្វីទាំងអស់នោះរឿងទាំងបំប៉ាល់ម៉ានដែលចូលក្នុងជីវិតអ្នកនឹងបានធូរស្រាលក្នុងរយៈពេលដ៏ខ្លីចំពោះរឿងការងារសម្រាប់អស់លោកអ្នកដែលមានការងារជាប្រចាំការងាររបស់អស់លោកអ្នកហាក់មិនមានភាពរលូនទៅមុខទេលោកអ្នកគួរតែពិនិត្យលើការងាររបស់លោកអ្នកម្ដងហើយម្ដងទៀតព្រោះលោកអ្នកអាចមានចំណុចខ្វះខាតត្រង់ចំណុចណាមួយហើយលោកអ្នកអាចនឹងមានការស្ដីបន្ទោសពីថ្នាក់លើឬពីមេរបស់អស់លោកអ្នកនឹងអាចមានការកាត់ប្រាក់ខែឬប្រាក់ឧបត្ថម្ភផ្សេងនៅក្នុងថ្ងៃនេះសម្រាប់អ្នកលក់ដូរធ្វើជំនួញគឺមានឱកាសថ្មីច្រើនដោយមុនស្នេហ៍សម្ដីនឹងទុកមុខរបស់អ្នកធ្វើឲ្យដៃគូសហការមានជំនឿចិត្តរកស៊ីជាមួយអ្នកប្រកបដោយផ្លែផ្កាយ៉ាងរលូនទៅមុខចំពោះស្ថានភាពគ្រួសារលោកអ្នកមានភាពផ្អែមល្ហែមខ្លាំងណាស់ថ្ងៃនេះលោកអ្នកមិនមានការទាស់ទែងអ្វីទេជាមួយដៃគូរបស់លោកអ្នកការធ្វើដំណើរទីជិតទីឆ្ងាយជាមួយក្រុមគ្រួសារគឺប្រកបដោយសុខសុវត្ថិភាពនិងភាពរីករាយក្រៃលែងចំពោះបញ្ហាសុខភាពលោកអ្នកគួរតែប្រុងប្រយ័ត្នចំពោះក្រពះថ្លើមនិងថង់ប្រមាត់សូមជៀសវាងការប្រើប្រាស់គ្រឿងស្រវឹងច្រើនពេក
និងការគ្រប់គ្រងរបបអាហាររបស់លោកអ្នកប្រសិនបើលោកអ្នកមានណាត់លោកអ្នកត្រូវទៅពិនិត្យសុខភាពតាមកាលកំណត់សម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺលេខ3លេខ4និងលេខ9និងលេខគូមានដូចជាលេខ34និងលេខ49ពណ៌ដែលនាំសំណាងគឺពណ៌ក្រហមពណ៌បៃតងនិងពណ៌ស្វាយទិសដែលនាំសំណាងគឺទិសខាងកើតទិសខាងត្បូងនិងទិសឦសានបាទសូមអរគុណពុកម៉ែបងប្អូនដែលបានតាមដានការព្យាករណ៍រាសីរបស់លោកគ្រូសូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អសុខភាពល្អហេងទាំងអស់គ្នាបាទជាពិសេសសូមជួយចុច like និង subscribe ជាពិសេសចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបានការព្យាករណ៍រាសីប្រចាំថ្ងៃប្រចាំខែប្រចាំអាទិត្យពីលោកគ្រូជាបន្តសូមអរគុណបាទ